សួស្តីអ្នកគ្នាខ្ញុំរស់ស៊ីកាមីថ្ងៃនេះខ្ញុំមានសាច់រឿងមកបន្តភាពមុនដែលមានចំណងជើងថាខ្ញុំស្រឡាញ់នេះយូរហើយមុនចូលដល់សាច់រឿងមកយើងកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងឲ្យ comment like ឲ្យមានម្នាក់មួយពងណាអញ្ចឹងកុំឲ្យរងចាំយូរចុះសាច់រឿងយើងទាំងអស់គ្នាសាច់រឿងមកយើងបានចាប់ផ្ដើមចូលក្នុងថ្នាក់ Justin របស់យើងក៏បានហៅទូរស័ព្ទរបស់យើងអីចឹងទៅដឹងតែគេស្រែកពីអីអត់ទេអៀនបានអ្នកទំនេរអ្នកអាចជួយខ្ញុំបានទេកូនស្រីរបស់ខ្ញុំអត់បានតបទៅប្រុសរបស់យើងអីម៉ាត់ផងមានសិស្សស្រីសក់ពោភីងម្នាក់ក៏បានចូលមកអីចេះទៅត្រង់តែខ្ញុំទៅដឹងថាកូនស្រីរបស់ខ្ញុំគឺជាប្រធានថ្នាក់អញ្ចឹងតែខ្ញុំសូមហៅកូនស្រីរបស់ខ្ញុំថាប្រធានថ្នាក់អញ្ចឹងណាស្រួលហៅតិចឬក៏ហៅកូនស្រីឬក៏ហៅទូស្រីអីក៏បានដែរតាមចិត្តខ្ញុំក្បាលវល់របស់ខ្ញុំចាពោភីងនឹងក៏បានមកហៅកូនស្រីរបស់ខ្ញុំថាប្រធានថ្នាក់ខ្ញុំមានសំណួរមួយដែលខ្ញុំមិនយល់ណាអានេះអាចបញ្យល់ខ្ញុំបានទេកូនស្រីរបស់ខ្ញុំក៏ឆ្លើយទៅសភាពទៅវិញថាប្រកាសណាអូមួយនេះកែរៀងពិបាកបន្តិចអញ្ចឹងចាំខ្ញុំជួយកែអញ្ចឹងតែណាគេនិយាយរឿងសភាពបរោះអីអញ្ចឹងទៅចាកូនស្រីរបស់ខ្ញុំគឺសភាពទៅពីដើមមិនចាគឺតង់និយាយទាំងសភាពបរោះទៅទៀតថាប៉ុន្តែអ្នកនឹងល្អបន្តពីដោះស្រាយនេះរួចនេះមានពីរចំណុចសំខាន់ចេះសក់ពោភីងរបស់យើងក៏បានឆ្លើយថាអូដូចគេយល់អីចឹងណាមានចការភាសាគ្នាខ្វល់ក្បាលទូប្រុសរបស់យើងនៅកណ្ដាលនឹងទេចាសូមអរគុណបន្តទៀតចែកភីងរបស់យើងហៅភីងហ្មងទៅចឹងបន្តទៀតចែកភីងរបស់យើងក៏បាននិយាយអរគុណដល់ទូរស័ព្ទរបស់យើងទៅថាអរគុណប្រធានថ្នាក់ខ្ញុំបានយល់វាហើយកូនស្រីរបស់ខ្ញុំក៏បានឆ្លើយតបវិញថាគ្មានបញ្ហាទេហើយ Justin របស់ខ្ញុំឈោមើលគេរៀងយូរតិចក៏បានលូមាត់ថាហៅកូនស្រីរបស់ខ្ញុំថាអៀនអីចឹងតែខ្ញុំសង្ស័យកូនស្រីរបស់ខ្ញុំឈ្មោះអៀនមែនតើប៉ុន្តែខ្ញុំសុំហៅកូនស្រីរបស់ខ្ញុំឬក៏ទូស្រីចឹងទៅស្រួលហើយក៏តង់សួរទៅកូនស្រីរបស់ខ្ញុំថាតើអ្នកអាចជួយខ្ញុំបានទេអត់ទាន់និយាយអីបន្តទៀតផងចែសពពតបេតងមកយើងក៏បានចូលមកតែម្ដងចាកាត់សាច់គេអស់លលីងហ្មងនិយាយមានចែហ្នឹងចែសពពបេតងមកយើងក៏បានមកហៅទូស្រីរបស់យើងថាប្រធានថ្នាក់ខ្ញុំមិនប្រកាសពីរបៀបសរសេររបាយការណ៍វិទ្យាសាស្ត្រនេះទេនិយាយតាមត្រង់គឺនិយាយចេញមកគឺសុំជំនាញទូស្រីរបស់យើងហ្មងគឺកូនស្រីរបស់ខ្ញុំគឺពូកែសិស្សពូកែមកថ្នាក់ហ្នឹងហ្មងនិយាយមែនហើយនៅតែម្បោទៀតថាជួយខ្ញុំផងហើយកូនស្រីរបស់ខ្ញុំក៏បានឆ្លើយតបវិញថាសម្រាប់មួយនេះខ្ញុំចាំបានថាវិធីនេះវាប្រើជាឧបករណ៍មួយទៀតត្រូវបានបន្ថែមនៅក្រោយពេលដូច្នេះហើយអ្នកគួរតែកត់ត្រាឧបករណ៍ទី2នេះណាចែសពបេតងមកយើងក៏មានឆ្លើយច្រើនទេមិនឆ្លើយថាអូដូចយល់នឹងឯងចាចែពោសពបេតងហ្នឹងក៏បាននិយាយអរគុណទូរស័ព្ទរបស់យើងអីចឹងទៅអរគុណប្រធានថ្នាក់ហើយទូរស័ព្ទរបស់ខ្ញុំក៏បាននិយាយតបទៅវិញថាអូយគ្មានបញ្ហាទេ Justin មកយើងក៏បាននិយាយថាឥឡូវនេះដល់វិញខ្ញុំហើយឬនៅអៀនកូនพ่อរបស់ខ្ញុំអត់តន់និយាយផងមានសិស្សប្រុសម្នាក់មកសួរកូនស្រីរបស់ខ្ញុំទៀតហើយថាប្រធានថ្នាក់ហេតុអ្វីបានជាចម្លើយស៊ីទៅវិញសម្រាប់រឿងនេះខ្ញុំហើយកូនស្រីរបស់ខ្ញុំក៏បានសួរទៅវិញថាមួយណាសាប្រុសសាពួកខ្មៅនឹងក៏នៅតែនិយាយលេងសើចទៀតថាអេតើមួយណាទៅចង់និយាយថាតើខ្ញុំសើចគ្រប់ប្រុសរបស់ខ្ញុំខ្លាំងមែនទេលោកហើយខ្ញុំមើលទៅមើលទៅដូចខ្មៅធ្វើជាមួយអីចឹងអាក្រក់មើលកូនបន្ទាប់ពីហ្នឹងមានសិស្សប្រុសសាក់ពើលឿងម្នាក់បានមកសួរកូនស្រីរបស់ខ្ញុំថាគេនិយាយបែបញ៉ែយ៉ងថាតើអ្នកប្រុសសាប៊ូក៏សក់ម៉ាអីទៅហើយទៅវិញក៏ក្លិនក្រអូបយ៉ាងនេះក្លិនល្អនៅពេលនេះកូនប្រុសរបស់ខ្ញុំទុំនេះបានទៀតហើយនៅពេលដែលឃើញគេញ៉ែប្រពន្ធខ្លួនឯងអីចឹងទៅចាគ្មានណាគេទ្រាំបានមានតែគេញ៉ែមនុស្សដែលយើងស្រឡាញ់នេះនៅពេលហ្នឹង Justin របស់យើងក៏និយាយទៅកាន់កូនស្រីរបស់ខ្ញុំថាអៀនតើនៅពេលណាដល់វិញខ្ញុំមិនសំខាន់ទេមែនទេអូយមកនិយាយមកក៏ធ្វើលកំសត់ហើយកូនស្រីរបស់យើងក៏និយាយសុំទោសណាតែធ្វើឲ្យអ្នករងចាំហើយក៏បាននិយាយទៅកាន់ទូប្រុសរបស់យើងថាតើអ្នកមានអ្វីឲ្យខ្ញុំជួយអី Justin របស់យើងបានតែអញ្ចឹងឯងក៏ចាប់ផ្ដើមបង្ហាញកន្លែងរបួសខ្លួនឯងអត់មានធ្វើអីនេះគ្នាមកបង្ហាញគូតគេស្រស់ៗមកអត់ទៅគឺចេញមកគឺភ្លាវហ្មងយីមែន Justin របស់យើងក៏បាននិយាយថានៅក្រោមចង្កេះខ្ញុំនៅជាតិគូតរបស់ខ្ញុំគឺវាមានដុំពកជួយមើលខ្ញុំតិចមើលថាវាធ្ងន់ធ្ងរឬអត់កូនស្រីរបស់ខ្ញុំនិយាយលេងចេញហ្មងគៀងអស់ពាក្យពីចាកូនប្រុសរបស់ខ្ញុំចេញមកបំភ្លាវបំឈួតទេមិនកូនប្រុសរបស់ខ្ញុំទេនិយាយមែនខ្ញុំចង់រੂបរយតែចេញមកចរិតម៉ាចឹងអីខ្ញុំអូននិយាយតាមត្រង់ខ្ញុំឈួតតាមនេះចានិយាយតាមត្រង់ទៅគឺកូនខ្ញុំអត់គ្រប់ទឹកតែម្ដងចាកូនប្រុសរបស់ខ្ញុំគឺអត់គ្រប់ទឹកតែម្ដងសាច់រឿងរបស់យើងមុនចប់ក៏គេបន្សល់ពាក្យចុងក្រោយថាបាត់បង់ចាមានន័យទៀតមានតែឆាប់ហ្នឹងហើយអ្នកនរគ្នាចឹងរងចាំទស្សនានៅពេលក្រោយណាបាយនៅចាំមើលទៀតមុននឹងចាប់ហ្នឹងសូមចុច Subscribe និង Comment ឲ្យមានម្នាក់មួយផងថាកុំចិត្តតិចពេកកុំចិត្តខកពេកមើលសូមតែប៉ុណ្្នឹងក៏បានដែរចឹងជួបគ្នាវគ្គក្រោយបាយ